តើ TVA គឺជាអ្វីអង្គការដែលគ្រប់គ្រង timeline នៅក្នុង MCU ហ្នឹងដូចជាបងប្អូនបានមើលរឿងLoki ឬរឿងតាក់ទងទៅនឹង Multiverse របស់ MCU បងប្អូនប្រហែលជាធ្លាប់ឮពាក្យមួយដែលសំខាន់ខ្លាំងគឺ TVA ប៉ុន្តែ TVA គឺជាអ្វីតើពួកគេមកពីណាហើយហេតុអ្វីបានជាពួកគេអាចគ្រប់គ្រង timeline បានថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្វែងយល់ពី TVA និងតួនាទីរបស់វានៅក្នុង Multiverse របស់ Marvel TVA មានន័យថា Time Variant Authority គឺជាអង្គការដែលមានភារកិច្ចតាមដាននិងគ្រប់គ្រងបញ្ហាដែលកើតឡើងជាមួយនឹង Timeline និយាយឲ្យងាយយល់គឺនៅពេលមាននរណាម្នាក់ធ្វើអ្វីមួយដែលធ្វើឲ្យ Timeline បែកចេញពីផ្លូវដែលគេកំណត់TVA អាចចូលទៅគ្រប់គ្រងស្ថានភាពនោះបានភ្លាមៗពួកគេមានឧបករណ៍បច្ចេកវិទ្យាដែលអាចធ្វើដំណើរឆ្លងកាត់ពេលវេលាហើយអាចទៅទីកន្លែងផ្សេងៗនៅក្នុង timeline បានតើ TVA ស្ថិតនៅកន្លែងណាចំណុចនេះគួរឲ្យចាប់អារម្មណ៍គឺ TVA មិនស្ថិតនៅក្នុង timeline ធម្មតាដោយផែនដីឬភពផ្សេងៗទេវាស្ថិតនៅទីតាំងមួយដែលអាចឲ្យពួកគេសង្កេតនិងចូលទៅកាន់ timeline ផ្សេងៗបានហេតុនេះហើយទើប TVA អាចតាមដានព្រឹត្តិការណ៍ដែលកើតឡើងនៅពេលវេលាផ្សេងៗបានតើ TVA ធ្លាប់ធ្វើអ្វីខ្លះនៅក្នុងរឿងLokiយើងឃើញថា TVA មានវិធីមួយដែលគេហៅថា pruning នៅពេល timeline មួយបង្កើតជាបញ្ហា TVA អាចកាត់បំបត្តិ timeline ឬសាខានោះចេញភ្លាមហើយមិនមែនតែ timeline ទេពួកគេក៏អាចចាប់អ្នកដែលបង្កើតបញ្ហាហើយនាំទៅកាន់ TVA ដើម្បីកាត់ទោសផងដែរនេះហើយជាមូលហេតុដែលLokiត្រូវបាន TVA ចាប់ខ្លួនបន្ទាប់ពីគាត់បានរត់គេចជាមួយ Tesseract ក្នុងព្រឹត្តិការណ៍ Avengers Endgame តើអ្នកណាជាអ្នកបង្កើត TVA នេះគឺជាផ្នែកសំខាន់បំផុតមុនដំបូង TVA ប្រាប់ថាមាន Timekeeper ជាអ្នកបង្កើតនិងគ្រប់គ្រង Sacred Timeline ប៉ុន្តែក្រោយមកយើងបានដឹងថារឿងនេះមិនមែនជាការពិតទេអ្នកដែលនៅពីក្រោយ TVA គឺ He Who Remains He Who Remains គឺជា variant មួយរបស់ Kang គាត់បានរកឃើញ Multiverse ហើយបានដឹងថាមាន variant របស់ខ្លួនជាច្រើននៅក្នុងចក្រវាឡផ្សេងៗ variant ទាំងនោះបានចាប់ផ្ដើមធ្វើសង្គ្រាមនឹងគ្នាដែលត្រូវគេស្គាល់ថា Multiverse War សង្គ្រាម Multiverse នឹងឯងដើម្បីបញ្ចប់សង្គ្រាម He Who Remains បានបង្កើតរបៀបមួយដើម្បីគ្រប់គ្រង timeline ហើយ TVA ក៏ក្លាយជាឧបករណ៍សំខាន់មួយក្នុងការរក្សា Sacred Timeline ដែលជាខ្សែពេលវេលាស័ក្តិសិទ្ធិមិនឲ្យមានបែកខ្នែងខ្សែពេលវេលាថ្មីដែលធ្វើឲ្យមាន variant Kang កើតថ្មីនឹងឯងហើយអ្វី TVA មិនដឹងខ្លួនថាជាអ្នកអាចំណុចនេះក៏គួរឲ្យចាប់អារម្មណ៍ដែរបុគ្គលិក TVA ជាច្រើនមិនដឹងថាពួកគេជាអ្នកណាពិតប្រាកដទេពួកគេត្រូវបានគេធ្វើឲ្យជឿថាពួកគេជាបុគ្គលិកដែលកើតនិងរស់នៅក្នុង TVA ប៉ុន្តែការពិតគឺពួកគេមកពី timeline ផ្សេងៗហើយជាមនុស្សដែលមានជីវិតនៅលើពិភពលោកដូចមនុស្សធម្មតាហើយត្រូវ TVA នាំយកឲ្យធ្វើការក្នុង TVA ការចងចាំរបស់ពួកគេត្រូវបានលុបចោលទាំងអស់ដើម្បីឲ្យពួកគេបំពេញការងាររបស់ TVA ដោយមិនសួរនាំច្រើនហើយLokiបានផ្លាស់ប្ដូរ TVA យ៉ាងម៉េចខ្លះនៅពេលLokiចូលទៅក្នុង TVA គាត់ចាប់ផ្ដើមស្វែងរកការពិតអំពីអង្គការនេះហើយនៅចុងបញ្ចប់Lokiបានដឹងថាបញ្ហា Multiverse មិនអាចដោះស្រាយដោយគ្រាន់តែកាត់ផ្ដាច់ timeline ទាំងអស់ចោលបានទេព្រោះLokiគិតថាមនុស្សម្នាក់ៗមានសិទ្ធិរស់នៅក្នុង timeline របស់ពួកគេនៅក្នុង Loki Season 2 យើងឃើញថា TVA ចាប់ផ្ដើមផ្លាស់ប្ដូរតួនាទីថ្មីដោយ TVA លើកនេះមិនមែន He Who Remains ជាអ្នកគ្រប់គ្រងទៀតទេគឺជាLokiជាអ្នកគ្រប់គ្រងបដូរពីកាត់បំបត្តិ timeline ដែលកើតថ្មីពួកគេចាប់ផ្ដើមតាមដាននិងការពារ timeline ណាដែលមាន Kang កើតថ្មីដោយដែលយើងបានឃើញនៅ end credit scene របស់ Loki ហ្នឹងដែលមកមាននិយាយថាមាន variant Kang មួយដែលកើតនៅក្នុង dimension ដែលជា dimension quantum ហ្នឹងប៉ុន្តែត្រូវគ្រួសាររបស់ស្រមោចចាប់ចោលបាត់ហើយគឺគ្រួសារស្រមោចដែលជាគ្រួសារ Ant-Man នឹងឯង
នេះមានន័យថា TVA មិនមែនជាអង្គការដែលមានតួនាទីកាត់ timeline ដូចមុនទៀតទេ ហើយ Miss Minute ជាអ្វីមនុស្សជាច្រើនប្រហែលជាឆ្ងល់អំពី Miss Minute នាងគឺជា AI ដែលមានទំនាក់ទំនងជាមួយប្រព័ន្ធរបស់ TVA ហើយមានព័ត៌មានជាច្រើនអំពីប្រវត្តិរបស់ TVA និង He Who Remains ទោះបីជាមើលទៅដូចជាតួអង្គកំប្លែងក៏ដោយ Miss Minute មានព័ត៌មានសំខាន់ៗជាច្រើនដែលអាចប៉ះពាល់ទៅដល់រឿងរ៉ាវរបស់ Multiverse TVA និង Multiverse មានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចបើយើងមើលរឿងទាំងមូល TVA គឺជាផ្នែកមួយដ៏សំខាន់នៃរឿង Multiverse Saga ព្រោះនៅពេល timeline ចាប់ផ្ដើមបែកចេញវាអាចបង្កើត variant និងចក្រវាឡថ្មីៗហើយនៅពេលចក្រវាឡទាំងនេះមានការប៉ះទង្គិចគ្នាវាអាចនាំទៅរកបញ្ហាធំជាងមុននេះហើយជាមូលហេតុដែល TVA មានសារៈសំខាន់ខ្លាំងក្នុងរឿង Multiverse របស់ MCU ហើយ TVA នឹងមានតួនាទីអ្វីបន្តទៀតបន្ទាប់ពីLoki Season 2បានផ្លាស់ប្ដូរតួនាទីថ្មីពួកគេត្រូវតាមដាន timeline ផ្សេងៗនិងស្វែងរកការគំរាមកំហែងដែលប៉ះពាល់ដល់ Multiverse ហើយដោយសារតែរឿងរបស់ Marvel កំពុងទៅកាន់ Avengers Doomsday និងរឿង Multiverse ផ្សេងៗទៀត TVA អាចក្លាយជាអង្គការដែលមានសារៈសំខាន់ខ្លាំងជាងមុនព្រោះនៅពេលដែលមាន timeline រាប់មិនអស់កើតឡើងជាច្រើនក៏ត្រូវតែមាននរណាម្នាក់ចាំតាមដានវាហើយនោះគឺ TVA ដូច្នេះ TVA មិនមែនគ្រាន់តែជាកន្លែងដែលLokiត្រូវចាប់ខ្លួននោះទេវាគឺជាអង្គការដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយ He Who Remains Kang the Conqueror Secret Timeline និង Multiverse ហើយបន្ទាប់ពីLokiបានផ្លាស់ប្ដូររបៀបដែល TVA មើលទៅលើ timeline ទាំងអស់អនាគតរបស់ TVA អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើ Multiverse Saga របស់ MCU បើបងប្អូនចង់យល់ពី Multiverse របស់ Marvel ឲ្យបានច្បាស់ TVA គឺជារឿងមួយដែលមិនគួរមើលរំលងបងប្អូនអាចទៅមើលរឿង Loki Season 1 និង Season 2 បានរឿងហ្នឹងល្អមើលខ្លាំងគឺខ្ញុំចូលចិត្តមែនទែនបើបងប្អូនចូលចិត្តវីដេអូបែបនេះសូមកុំភ្លេចជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូក្រោយៗទៀត